កាន់តែវង្វេងប្រវត្តិសាស្ត្រហើយជនជាតិថៃម្នាក់សៀឈុតប្រពៃនៃខ្លួនមកលេងប្រាសាទអង្គរវត្តហើយលើកឡើងថាប្រាសាទអង្គរវត្តមិនមែនសាងសង់ឡើងដោយខ្មែរនោះទេទទួលបានរៀងស្អាតរៀងសាយអេសរៀងស្លីមក្បាលពោះរាងស្មើដាបដៃតូចសឡូនស្បែកស្អាតភ្លឺមរលោមជឿជាក់ពេញមួយតោខ្លួនកុំភ្លេចណាប្រើជាមួយនឹងកាហ្វេសម្ររីសាច់ស្អាត AK7 ទូការចាប់អារម្មណ៍និងភ្ជាប់ផ្អើលទៅលើវីដេអូខ្លីមួយរបស់ស្ត្រីជនជាតិថៃម្នាក់ដែលបានមកទស្សនាដើរកម្សាន្តនៅប្រទេសកម្ពុជាហើយអ្វីដែលចាប់អារម្មណ៍ខ្លាំងនោះគឺមានវីដេអូមួយដែលស្ត្រីជនជាតិថៃរូបនេះបានស្លៀកឈុតប្រពៃណីថៃរបស់ខ្លួនទៅលេងប្រាសាទអង្គរវត្តដោយបានលើកឡើងថាប្រាសាទអង្គរវត្តមិនមែនសាងសង់ឡើងដោយជនជាតិខ្មែរឡើយបើជារៀបរាប់ថាប្រាសាទអង្គរវត្តគឺជាការសាងសង់ឡើងដោយខមឥណ្ឌាថ្មិលទៅវិញនេះបើយោងតាមផេកបុរាណអាចារ្យបានបកប្រើសម្ដីដែលជនជាតិថៃរូបនេះបានលើកឡើងក្នុងវីដេអូដែលបានរៀបរាប់ថាគាំងសាហាវមានជនជាតិថៃស្លៀកឈុតថៃម៉ាឡេអង្គរហើយផ្សាយថាប្រាសាទអង្គរមិនមែនសាងសង់ឡើងដោយខ្មែរទេគឺខមឥណ្ឌាថ្មិលហើយសូម្បីតែឈ្មោះស៊ីមរៀបគឺឈ្មោះថៃប្រែថាដែនដីសៀមចំណែកខ្មែរមិនមែនម្ចាស់ស្រុកនោះទេគឺជាកម្មករដំមកពីកោះជ្វាក្រោយពីបានឃើញវីដេអូខាងលើនេះហើយបានធ្វើឲ្យប្រជាជនកម្ពុជាជាច្រើនស្ដែងក្តីខួចិត្តនិងជនជាតិថៃមួយចំនួនដែលចូលនិយមវង្វេងប្រវត្តិសាស្ត្របែបនេះលេងដឹងអីថាជារបស់ខ្មែរពិតប្រាកដណាមួយនេះមិនមែនជាលើកទី1នោះទេដែលមានជនជាតិថៃមួយចំនួនដែលតែងតែយកច្រឡំវង្វេងប្រវត្តិសាស្ត្រហើយដើរបំភ្លៃមកលើកម្ពុជាយើងSunscreen នេះគឺល្អខ្លាំងមែនតើប្រើបានទាំងក្មេងទាំងចាស់ដូចខ្ញុំអាយុ11ឆ្នាំខ្ញុំក៏ប្រើបានដែរដោយសារនេះគឺជា sunscreen ដែលជួយ protect ជាមួយនឹង UVA និង UVB បានល្អខ្លាំងមែនតើ HK7 Beauty Care